ប្រិមត្តទូរទស្សនិកជនជាទីគោរពក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃអាទិត្យទី28ខែកញ្ញាឆ្នាំ2025នេះក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាបានសម្របសម្រួលជូនក្រុមអ្នកអង្កេតការណ៍អន្តរកាល IOT ដឹកនាំដោយប្រទេសម៉ាឡេស៊ីរួមនឹងសមាជិកបានអញ្ជើញចុះពិនិត្យទីតាំងជាក់ស្ដែងដែលរងផលប៉ះពាល់ពីការវាយប្រហារចំនួន2លើកដោយយោធាថៃតាមរយៈការបាញ់កាំភ្លើងត្បាល់និងកាំភ្លើងដៃជាច្រើនគ្រាប់មកលើមូលដ្ឋានទ័ពកម្ពុជានៅតំបន់អានសេះខេត្តព្រះវិហារកាលពីថ្ងៃទី27ខែកញ្ញាឆ្នាំ2025ដើម្បីធ្វើការអង្កេតផ្ទៀងផ្ទាត់និងរាយការណ៍ក្រោយបទឈប់បាញ់ចូលជាធរមានការចុះទៅពិនិត្យទីតាំងជាក់ស្ដែងនេះធ្វើឡើងមួយថ្ងៃក្រោយពីយោធាថៃបានចាប់ផ្ដើមធ្វើការបាញ់ប្រហារមុនមកលើទីតាំងកងកម្លាំងកម្ពុជានៅតំបន់អានសេះស្ថិតក្នុងភូមិអានសេះឃុំជាំខ្សានស្រុកជាំខ្សានខេត្តព្រះវិហារនាវេលាម៉ោងប្រមាណ 11:52 នាទីព្រឹករហូតដល់ម៉ោង 12:46 នាទីរសៀលមានចំនួន2លើកលើកទី1ចាប់បាញ់ប្រហារនៅម៉ោង 11:52 នាទីដល់ម៉ោង 12:22 នាទីនិងលើកទី2ចាប់បាញ់ប្រហារនៅម៉ោង 12:25 នាទីដល់ម៉ោង 12:46 នាទីនៅក្នុងហេតុការណ៍ដែលយោធាថៃបានបង្កខាងលើកងកម្លាំងរបស់កម្ពុជាមិនបានតបតឡើយគឺបានប្រកាន់នៅគោលការណ៍អត់ធ្មត់កម្រិតខ្ពស់និងអនុវត្តនៅកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជានិងថៃដែលចូលជាធរមាននៅម៉ោង 24:00 ម៉ោងនៅក្នុងតំបន់ថ្ងៃទី28ខែកក្កដាឆ្នាំ2025ឲ្យបានពេញលេញនិងខ្ជាប់ខ្ជួនបំផុតជាមួយគ្នានេះកម្ពុជាសូមសម្ដែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបង្កហេតុនិងការបន្តផ្ទុះអាវុធនៅខាងភាគីថៃខ្លួនឯងហើយនៅថ្ងៃទី27ខែកញ្ញាឆ្នាំ2025នៅវេលាម៉ោង 11:52 នាទីថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជាប៉ុន្តែភាគីថៃបែរជាមកចោទកម្ពុជាថាបានផ្ទុះអាវុធទៅវិញសកម្មភាពទាំងអស់នេះអាចប៉ះពាល់ទៅដល់ការគោរពនិងការអនុវត្តបទឈប់បាញ់ព្រមទាំងធ្វើឲ្យស្ថានភាពរឹតតែតានតឹងនិងស្មុគស្មាញនៅក្នុងន័យនេះកម្ពុជាស្នើឲ្យភាគីទាំងពីរអនុញ្ញាតឲ្យក្រុមអ្នកអង្កេតការណ៍អន្តរកាល IOT ចូលរួមពិនិត្យនិងធ្វើកសលវិច័យទៅលើភស្តុតាងនានាដែលបានបន្សល់ទុកក្រោយពេលការបាញ់ប្រហាររបស់ភាគីថៃមកលើកងកម្លាំងកម្ពុជាឲ្យបានហ្មត់ចត់បំផុតសម្ដៅផ្ដល់នៅព័ត៌មានពិតសុចរិតភាពគណនេយ្យភាពតម្លាភាពយុត្តិធម៌និងភាពត្រឹមត្រូវដល់ភាគីទាំងពីរផងនិងដល់សាធារណជនជាតិនិងអន្តរជាតិផងដែរលោកជំទាវឧត្តមសេនីយ៍ឯកម៉ាលីសុជាតាអ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាថ្ងៃអាទិត្យទី6កើតខែអាសត់ឆ្នាំម្សាញ់សពស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី28ខែកញ្ញាឆ្នាំ2025បាទចឹងនេះគឺជាព័ត៌មានដែលចេញដោយក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាយើងតាក់ទងជាមួយនឹងការសម្របសម្រួលឲ្យខាងក្រុមអ្នកអង្កេតការណ៍អន្តរកាល IOT បាទដែលដឹកនាំដោយប្រទេសម៉ាឡេស៊ីហ្នឹងរួមទាំងសមាជិកនៅតាមបណ្ដាប្រទេសផ្សេងទៀតបានចុះធ្វើការពិនិត្យទីតាំងជាក់ស្ដែងបាទដែលរងការវាយប្រហារដោយប្រទេសថៃចំនួន2លើកបាទតាមរយៈការប្រើប្រាស់នៅកាំភ្លើងត្បាល់និងកាំភ្លើងដៃដែលបាញ់មកលើកម្ពុជាជាច្រើនគ្រាប់បាទនៅតំបន់អានសេះខេត្តព្រះវិហារបាទកាលពីថ្ងៃទី27ខែកញ្ញាឆ្នាំ2025ថ្មីនេះបាទ
បន្ទាប់ពីយើងបានព្រមព្រៀងគ្នាហើយបាទថាគោរពក៏ដូចជាអនុវត្តនៅបទឈប់បាញ់បាទបទឈប់បាញ់ក៏ប៉ុន្តែថៃនៅតែបំពេញបាញ់មកលើមូលដ្ឋានទ័ពរបស់កម្ពុជាយើងជាច្រើនគ្រាប់ទៀតក៏ប៉ុន្តែมันមានការតបតពីកងកម្លាំងយោធាកម្ពុជាយើងឡើយបាទគឺថៃបាញ់តែម្នាក់ឯងទេស្រោចមកលើមូលដ្ឋានទ័ពរបស់កម្ពុជាហើយគណៈពេលនេះកម្ពុជាយើងបាទតាមរយៈក្រសួងការពារជាតិក៏បានស្នើសុំក៏ដូចជាសម្របសម្រួលឲ្យខាងក្រុមអ្នកអង្កេតការអន្តរការ IOT លោកចុះមកធ្វើការត្រួតពិនិត្យផ្ទាល់ជាពិសេសនោះក៏ស្នើឲ្យខាងអ្នកអង្កេតការហ្នឹងលោកធ្វើការមានន័យថាធ្វើកសលវិច័យចុះពិនិត្យស្ថានភាពបាទក៏ដូចជាផុសតាងជាក់ស្ដែងដែលថៃបានធ្វើការបាញ់ប្រហារមកលើកម្ពុជាបាទថាតើប្រភេទគ្រាប់ដែលបាញ់មកហ្នឹងគឺជាគ្រាប់ដែលថៃបាញ់មកពិតប្រាកដទេបាទពីព្រោះអីគ្រប់អ្វីដែលថៃធ្វើភាគច្រើនគឺថៃចោទតែកម្ពុជាយើងទេបាទចោទតែកម្ពុជាទេកុំឲ្យថាយើងខាងកម្ពុជាយើងនិយាយតែមាត់ណាគ្មានផុសតាងជាក់ស្ដែងហើយកុំឲ្យតែថាថៃនឹងថាបានតែមាត់មិនមានផុសតាងជាក់ស្ដែងអញ្ចឹងមានតែក្រុមអ្នកអង្កេតការ IOT ទេដែលអាចចុះសង្កេតត្រួតពិនិត្យក៏ដូចជាធ្វើកសលវិច័យផ្ទាល់ទៅលើប្រភេទគ្រាប់ក៏ដូចជាសភាវុធដែលប្រទេសថៃធ្វើការបាញ់ប្រហារក៏ដូចជាប្រើប្រាស់ដើម្បីវាយប្រហារមកលើកម្ពុជាជាក់ស្ដែងតែម្ដងបាទនេះគឺជាការកំណត់មួយដោយមានភាពយុត្តិធម៌និងតម្លាភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជាយើងផងដែរបាទអញ្ចឹងអត់បានទេបើយើងអត់ស្នើឲ្យធ្វើបែបនេះទេគឺថាថៃរកគ្រប់ល្បិចគ្រប់វិធីលេះដោះសារក៏ដូចជាបង្កើតនៅផុសតាងសម្បត្តិនិមិត្តឬក៏ធ្វើការចោទប្រកាន់មកលើកម្ពុជាជាហោហែបាទมันមានភាពសុក្រិតយុត្តិធម៌សម្រាប់ប្រទេសកម្ពុជាយើងទេអញ្ចឹងខ្ញុំបានក៏សូមគាំទ្រពេញទំហឹងសម្រាប់ការស្នើឲ្យខាងក្រុមអ្នកអង្កេតការក៏ដូចជាប្រទេសដែលជាយើងហៅថាអាជ្ញាកណ្ដាលណាដែលពាក់ព័ន្ធទាំងអស់លោកធ្វើការអង្កេតឲ្យបានច្បាស់លាស់ជាងនេះនិងផ្ដល់យុត្តិធម៌ឲ្យកម្ពុជាបាទមិនមែនថាមានការផ្ទុះអាវុធហើយថៃចោទដាក់កម្ពុជាណាផ្ទុះអាវុធមុនទាំងដែលផុសតាងតាមរយៈក្របដែលថៃផ្លោមមកកម្ពុជាហ្នឹងគឺជាក្បាលក្របក៏ដូចជាប្រភេទក្របរបស់ខាងប្រទេសថៃអញ្ចឹងដូចសាររបស់សម្ដេចពុកលើកឡើងអញ្ចឹងថាចង់ឲ្យខាងអង្គការក៏ដូចជាខាងអ្នកអង្កេតការហ្នឹងពិនិត្យមើលដោយសារប្រភេទនៃការប្រើប្រាស់ក្របរបស់កម្ពុជានិងថៃហ្នឹងគឺមានប្រភេទខុសៗគ្នាគឺអត់ដូចគ្នាទេបាទអញ្ចឹងភាគីណាមួយគឺมันអាចចោទប្រកាន់គ្នាទៅវិញទៅមកបានទេបាទហើយក៏អត់អាចនិយាយតែមាត់បានដែរអញ្ចឹងមានតែម្យ៉ាងទេគឺចោះត្រួតពិនិត្យនិងធ្វើកសលវិច័យជាក់ស្ដែងបាទទើបដឹងបាទអញ្ចឹងចំណុចនេះខ្ញុំបាទសូមគាំទ្រយ៉ាងពេញទំហឹងបាទអញ្ចឹងទើបយើងមានយុត្តិធម៌បាទអញ្ចឹងបើយើងអត់ធ្វើចឹងទេលើតែមាត់ថៃទេហើយអន្តរជាតិគឺនៅតែសពេចសពិលបាទនៅតែសពេចសពិលអញ្ចឹងបាទសូមអរគុណ